ស្ត្រីម្នាក់នេះបានផឹកទឹកជារៀងរាល់ថ្ងៃដោយសារតែអ្នកស្រុកបានប្រទះឃើញដោយចៃដន្យថាទឹកនៅក្នុងស្នប់ក្បាលតោននេះមានរសជាតិផ្អែមខ្លាំងពួកគេទាំងអស់គ្នាមិនដឹងទេថានៅស្រទាប់ខាងក្នុងនៃផ្ទៃខាងលើសុទ្ធតែគ្រោមឆ្អឹងនៃសាកសពមនុស្សដែលបានស្លាប់បាត់ទៅហើយជាតិកាល់ស្យូមដែលនៅខាងក្នុងឆ្អឹងមនុស្សស្លាប់បានហូរចូលទៅខាងក្នុងអូរពួកគេទាំងអស់គ្នាមិនដឹងទេថាទឹកដែលពួកគេបានផឹកចេញពីស្នប់ទាំងអស់នេះអាចបន្សល់ទុកនូវមេរោគជាច្រើននៅខាងក្នុងខ្លួនរបស់ពួកគេអ្នកភូមិទាំងអស់គ្នាមិនដឹងទេថាទឹកនេះសម្បូរទៅដោយសារធាតុពុលគ្រប់ប្រភេទក្នុងរយៈពេលតែមួយសប្តាហ៍ក្រោយមកមនុស្សចាប់ផ្ដើមក្អករាកសូម្បីតែមនុស្សរាប់រយនាក់ទៀតក៏បានស្លាប់ដោយចៃដន្យប៉ុន្តែថ្ងៃបន្ទាប់មនុស្សមួយចំនួនបានប្រទះឃើញថាមានទឹកបរិសុទ្ធដែលហូរចេញពីក្រោមជើងរបស់ព្រះយេស៊ូវមនុស្សម្នាទាំងអស់បានដាក់រូបព្រះយេស៊ូវនៅទីនេះហើយមានស្ត្រីម្នាក់បានយកកែវទឹកដើម្បីត្រងទឹកដែលហូរចេញពីបាតជើងរបស់ព្រះយេស៊ូវយកមកផឹកអ្វីដែលគួរឲ្យហួសចិត្តបំផុតដែលពួកគេមិនបានដឹងនោះគឺទឹកបរិសុទ្ធដែលពួកគេបានផឹកនោះវាជាទឹកបង្គន់សំណើមដែលហូរជ្រាបពីលើជញ្ជាំងមានស្ត្រីម្នាក់អាចចម្លែកខុសគេនាងបានប្រើឧបករណ៍ដើម្បីកោសអណ្ដាតរបស់ខ្លួនឯងជារៀងរាល់ថ្ងៃវាមិនត្រឹមតែអាចកម្ចាត់បាក់តេរីនិងកំទេចកំទីប៉ុន្តែនាងបានរុញឧបករណ៍ទៅលើអណ្ដាតរបស់នាងខ្លាំងពេកបណ្ដាលឲ្យស្រទាប់ការពារលើអណ្ដាតត្រូវបានបំផ្លាញធ្វើឲ្យនាងចាប់ផ្ដើមភ័យខ្លាចនិងតក់ស្លុតខ្លាំងណាស់នាងចាប់ផ្ដើមប្រញាប់ប្រញាល់យកម្ទេសដើម្បីយកមកញ៉ាំដើម្បីបំបត្តិភាពតក់ស្លុតប៉ុន្តែអណ្ដាតរបស់នាងបានបាត់បង់ស្រទាប់ការពារធ្វើឲ្យអណ្ដាតរបស់នាងក្តៅក្រហកក្រហាយដូចជាយកអណ្ដាតអាំងនៅលើភ្លើងអញ្ចឹងបន្ទាប់មកនាងចាប់ផ្ដើមយកឧបករណ៍មុតស្រួចទៅកោសអណ្ដាតនាងម្ដងទៀតអ្នកណាទៅដឹងថាអណ្ដាតរបស់នាងចាប់ផ្ដើមដាច់រហែកមិនបានប្រមាណវិនាទីផងនាងចាប់ផ្ដើមប្រើដៃរបស់នាងសងខាងបក់ដូចជាសត្វស្លាបហោះហើរឡើងទៅខាងលើធ្វើឲ្យនាងធ្លាក់មកវិញបាក់ជើងទាំងសងខាងខ្ញុំគិតថាការធ្វើទរណកម្មបែបនេះមើលទៅវាពិតជាព្រៃផ្សៃខ្លាំងណាស់ពួកគេអាចកំទេចធ្គាមរបស់មនុស្សបានក្នុងករណីធ្ងន់ធ្ងរវាអាចបណ្ដាលឲ្យលលាក្បាលរបស់មនុស្សបែកបាក់ប្រៀបធៀបទណ្ឌកម្មសង្គ្រាមដ៏រន្ធត់នេះអ្នកទោសមិនត្រឹមតែត្រូវតស៊ូទ្រាំនឹងយុទ្ធសាស្ត្រដែលអូសបន្លាយជាង10ឆ្នាំប៉ុណ្ណោះទេការធ្វើទរណកម្មដែលអាចបណ្ដាលឲ្យកំភួនជើងហើមនិងមិនអាចអង្គុយបានខ្ញុំមានអារម្មណ៍ថាការធ្វើទរណកម្មនេះកាន់តែអាក្រក់ទៅហើយដៃជើងរបស់គាត់នឹងត្រូវបានចងភ្ជាប់ជាមួយនឹងខ្សែពួរឥឡូវនេះមនុស្សទាំងពីរនាក់ចាប់ផ្ដើមបង្វិលកងយឺតទាំងសងខាងអ្នកទោសនឹងមានអារម្មណ៍ថាឈឺចាប់ខ្លាំងសាច់ដុំនិងសរសៃត្រូវបានលាតសន្ធឹងយឺតការឈឺចាប់នឹងកាន់តែខ្លាំងឡើងសូម្បីតែឆ្អឹងក៏អាចលាតសន្ធឹងចេញពីគ្នាអ្នកទោសមានអារម្មណ៍ថាឈឺចាប់រួចហើយប៉ុន្តែការធ្វើទរណកម្មនៅតែមិនព្រមឈប់ទីបំផុតរាងកាយរបស់គាត់ត្រូវបានលាតសន្ធឹងរហូតដល់សន្លប់បាត់បង់ស្មារតី